ពីណាគេដែលពងតែសក់គីឡូហើយដល់ញ៉ាំអីហ្នឹងគឺអាចសាក់ផ្លែឈើមួយចាននេះបាននៅខាងគាត់ហ្នឹងគឺអត់មានប្រើទឹកស្ករទេគឺប្រើជាទឹកឃ្មុំវិញអញ្ចឹងបើសិនជាណាគេចង់បានផ្អែមញ៉ាំជាមួយនឹងផ្លែឈើស្រស់មួយចាននេះអញ្ចឹងបើគេមានតាមផ្លែឈើដែរបើភេសជ្ជៈវិញនៅខាងគាត់មានទាំងកាហ្វេមានទាំងម៉ាឆាចង់ញ៉ាំមួយណាក៏បានដែរបើហូជាវិញនៅខាងគាត់ហ្នឹងអាចថារៀងប្លែកប៉ុន្តែឆ្ងាញ់មួយយ៉ាងដែរតាដោយសារតែរាល់ដងគឺខ្ញុំញ៉ាំផ្លែឈើមួយយ៉ាអូអញ្ចឹងប៉ុន្តែលើកនេះគឺញ៉ាំផ្លែឈើជាមួយនឹងអាសាយីវិញគឺអាពណ៌ក្រហមនៅក្នុងផ្លែឈើហ្នឹងចាំដាក់ហូបឲ្យមើលគឺខ្ញុំកំងមកពីហាងមួយនេះគឺឈ្មោះ Connect Asahi KH ឃើញខ្ញុំដាក់ហូប Mr. John នៅហ្នឹងដោយសារតែគាត់ហ្នឹងគឺជាម្ចាស់ហាងរបស់ហាងមួយហ្នឹងខ្ញុំឃើញគាត់ហ្នឹងគឺជួយផ្សព្វផ្សាយឲ្យខ្មែរយើងច្រើនអញ្ចឹងទៅខ្ញុំក៏ជួយផ្សព្វផ្សាយនៅកន្លែងគាត់ហ្នឹងវិញអញ្ចឹងហើយនេះគឺជាតម្លៃ100នៅខាងគាត់ហ្នឹងរបស់គេមានតាមជម្រើសដែរជាមួយ100តេរេងកាហ្វេជាមួយនឹងម៉ាឆាអញ្ចឹងគឺមានក្នុងនោះទាំងអស់ហ្មងខ្ញុំជួយប្រមូលឲ្យគាត់ហ្នឹងគឺអត់មានបានបរិយាពីគាត់ទេដោយសារតែនៅខាងគាត់ហ្នឹងគឺខ្ញុំសាក់ហើយឯងហូជាផ្លែឈើនៅខាងគាត់ហ្នឹងនៅស្រស់ៗហើយឆ្ងាញ់មែនរបៀបដូចជាផ្លែឈើស្រស់អញ្ចឹងហើយសំខាន់ពេលដែលញ៉ាំទៅគឺអត់សូវឃ្លានទេទប់ឆ្អែតយើងបាន6ម៉ោងទៅ7ម៉ោងដែរដល់ពេលអញ្ចឹងទៅល្អហ្មងសម្រាប់អ្នកគេដែលពងតែហាត់ប្រាណហើយពងរកអីញ៉ាំទៀតអញ្ចឹងហើយបើណាគេចង់បានផ្អែមជាងហ្នឹងទៀតគឺអាចថែមទឹកឃ្មុំបានអញ្ចឹងដោយសារតែនៅខាងគាត់ហ្នឹងគឺអត់ប្រើទឹកស្ករទេប្រើជាទឹកឃ្មុំវិញបូកផ្សំជាមួយនឹងអាសាយីពណ៌ក្រហមហ្នឹងរបៀបដូចជាផ្លែ berry អញ្ចឹងហូជាវិញពេលដែលញ៉ាំទៅជូរអែមអញ្ចឹងបូកផ្សំមួយផ្លែឈើទៀតនិយាយទៅឆ្ងាញ់ទៅដល់ហ្នឹងក៏បានកំងពីរមុខដែរអញ្ចឹងទី1ហ្នឹងគឺ Paradise ហើយបើមួយទៀតហ្នឹងគឺជា Glow Energy បើតែញ៉ាំនៅកន្លែងគាត់ហ្នឹងផ្ទាល់មកគឺគាត់អាចារ្យដូងនឹងឲ្យប៉ុន្តែបើសិនជាខ្ចប់គឺគាត់អាចារ្យជ័រនេះឲ្យវិញនិយាយទៅមើលឡាតំណងឲ្យតាក់ទាញហ្មងនៅខាងគាត់ហ្នឹងគឺមានតាមទំហំចានដែរអញ្ចឹងហើយបើតម្លៃវិញគឺមានតាមហ្នឹងដែរអាចមើល100មុនហ្នឹងបានបើណាគេពងតែសក់គីឡូហ្នឹងគឺខ្ញុំរីកខមមិនសាក់មួយហ្នឹងអញ្ចឹង